អូវ៉ាពិតជានេះគឺជា OnePlus 15គ្រប់គ្នាហៅវាថាជា flagship killer ហើយយើងអាចនឹងគិតថាវាកាចហើយវាខ្លាំងហើយវាពិតជាខ្លាំងពិតមែនវាដើរដោយ Snapdragon 8 Elite Gen 5 RAM 16GB storage 1TB ហើយនេះវាប្លែកជាងគេដោយសារវាពណ៌ស្វាយអត់សូវមានអ្នកប្រើទេហើយក៏យើងអត់សូវដែរឃើញវត្តមានវាខាងក្រៅដែរឥឡូវមកមើលការបើកប្រអប់ទាំងអស់គ្នាចង់ដឹងថានៅក្នុងហ្នឹងមានអីគេខ្លះអញ្ចឹងសូមបញ្ជាក់ផងដែរថាអានេះគឺជាប្រភេទ global firmware មានន័យថាវាជាម៉ាស៊ីនចិនទេប៉ុន្តែនៅពេលដែលទិញមកគឺគេ flash នៅ firmware global ហើយចូលទៅក្នុងម៉ាស៊ីនហ្នឹងអញ្ចឹងទៅគឺយើងអាចប្រើប្រាស់សេវាកម្ម Google ឬក៏កម្មវិធីផ្សេងដូចទៅនឹង global version ដែរប៉ុន្តែអ្វីដែលខុសគ្នាគឺប្រអប់របស់វានេះគឺរៀងក្រាស់ដោយសារវាមានដុំសាកភ្ជាប់មកជាមួយគឺដុំសាក120វ៉ាត់អញ្ចឹងការទិញនៅ global firmware វាចំណេញជាងglobal version ថងថាតម្លៃវាយ៉ាងធូរជាងខុសគ្នាខ្ទង់$100ឬក៏$100ជាងដែរហើយមួយវិញទៀតវាមានដុំសាកនៅក្នុងហ្នឹងវាមាន case ការពារស្រាប់នៅក្នុងហ្នឹងអញ្ចឹងវាចំណេញសម្រាប់យើងដែលជាអ្នកប្រើផងដែរប៉ុន្តែអ្វីដែលខ្វះខាតគឺវាអត់មាន eSIM ទេអញ្ចឹងហើយសម្រាប់អ្នកដែលមានតម្រូវការទៅលើការប្រើប្រាស់ eSIM អាចនឹងត្រូវពិចារណាទៅលើ global version ផ្លូវការជាមិនខានទេប៉ុន្តែឥឡូវបើមាន global firmware ហើយចំណេញ$100ជាងហើយណាមួយវាមានដំណើរការសេវា 5G ដូចគ្នាបើ SIM ធម្មតាក៏បានដែរអញ្ចឹងជាជំរឿនរបស់យើងរៀងខ្លួនអញ្ចឹងយើងមកមើលក្នុងប្រអប់បើកមកព្រាមគឺអូហូយើងមើលខេសតែម្ដងទៅនេះដោយសារវាជាជំរឿនពណ៌ស្វាយអញ្ចឹងហើយគឺខេសរបស់វាក៏ពណ៌ស្វាយដូចគ្នាអញ្ចឹងគឺពណ៌ស្វាយស្អាតមែនទែនជាពិសេសគឺធៀបទៅនឹង OnePlus 15ដូចគ្នាវាជាជំរឿនពណ៌ដែលស័ក្តិសមសម្រាប់សុភាពនារីជាងគេបំផុតហើយគឺអត់មានជំរឿនពណ៌ណាដែលសមសម្រាប់នារីជាងពណ៌ស្វាយនឹងទៀតទេឥឡូវយើងមកមើលនៅក្នុងប្រអប់បន្ថែមទៀតគឺយើងទទួលបាននៅខ្សែសាក USB Type A ឬ USB Type C ដែលខ្សែសាកនេះគឺកម្លាំង12អាំពែហើយមួយទៀតយើងទទួលបាននៅដុំសាក120វ៉ាត់នៅក្នុងប្រអប់ដូចគ្នាអញ្ចឹងទទួលបានដុំសាកគឺជាចំណុចដែលប្រសើរមួយដោយសារតែយើងងាយស្រួលនៅក្នុងការប្រើប្រាស់អត់ចាំបាច់ចំណាយក្រៅបើមិនតែយើងចំណាយទៅលើការទិញដុំសាកខាងក្រៅថែមទៀតក៏វាអាចអស់ខ្ទង់30ទៅ$40ទៀតដែរទៅលើគ្រាន់តែដុំសាកហ្នឹងគឺអញ្ចឹងចំណេញទៅលើដុំសាកមួយហើយចំណេញទៅលើ case ការពារទូរស័ព្ទមួយអញ្ចឹងសម្រាប់ case ដែលបងប្អូនឃើញអញ្ចឹងបើសិនជាយើងនិយាយពី official ក៏វាខ្ទង់$5ដែរអញ្ចឹងវាចំណេញសម្រាប់យើងដូចគ្នាអញ្ចឹងសរុបពីហ្នឹងក៏យើងឃើញថាចំណេញ$30-40ហើយបាត់ហើយនៅពេលដែលយើងប្រើប្រាស់នៅប្រភេទ global firmware ហើយឥឡូវយើងចូលមកកាន់ការ set up ម៉ាស៊ីនតែម្ដងហើយយើងមើលរូបរាងពណ៌ស្វាយតិចទៅចង់ដឹងថាវាយ៉ាងម៉េចដែរអូវ៉ាពិតជាពិសេសមែនតើជំរឿនពណ៌នេះគឺលយមែនតើដូចបងប្អូនឃើញអញ្ចឹងពណ៌វាបែប matte គឺវាមិនមែនភ្លឺរលោងតែម្ដងទេហើយកែមរបស់វានៅពេលដែលយើងផ្ដេកតិចទៅយើងឃើញជារលកពណ៌ QLED ពណ៌ស្វាយគឺស្អាតមែនតើសម្រាប់នារីគឺខ្ញុំគិតថាវាពិសេសតែម្ដងនេះចឹងមើល frame វាទៅឃើញហើយ logo OnePlus នៅចំកណ្ដាលហើយដូចខ្ញុំបញ្ជាក់ចឹងអានេះគឺ global firmware មិនមែន global version ទេប៉ុន្តែការប្រើប្រាស់គឺដូច global version បេះបិទលើកលែងតែ eSIM មួយទេដែរដូចគ្នាហើយដូចខ្ញុំបញ្ជាក់ចឹងជំរឿននេះគឺ RAM 16GB ជាប្រភេទ LPDDR5X Ultra Plus RAM ដែលលឿនជាងគេនៅក្នុងពេលបច្ចុប្បន្នហើយជាមួយនឹង UFS 4.1 storage គឺលឿនជាងគេផុតលេខដែរអញ្ចឹងទៅគឺ storage 1TB សម្រាប់នារីដែលគាត់មានតម្រូវការប្រើប្រាស់ច្រើនដោយសារគាត់ត្រូវការថតរូបថតវីដេអូអីច្រើនថតសកម្មភាពទូទៅច្រើនអញ្ចឹងការប្រើប្រាស់ជំរឿន 1TB គឺពិសេសជាងគេព្រោះអី flagship ទូទៅគឺយើងអាចបន្ថែម memory ខាងក្រៅបានទេអញ្ចឹងការទិញនៅជំរឿនចាប់ពី512ឡើងទៅឡើងដល់ 1TB ឬក៏ 2TB ក៏វាប្រសើរសម្រាប់ការប្រើប្រាស់របស់យើងប្រចាំថ្ងៃដែរអញ្ចឹងនៅពេលដែលបើកប្រអប់មកព្រាមយើងនឹងឃើញថា boot up របស់វាគឺចាប់ផ្ដើមពី Oxygen OS មិនមែនជា Color OS ទេដោយសារដូចខ្ញុំបញ្ជាក់អញ្ចឹងគឺ global firmware មិនមែនជា Chinese firmware ទេដូច្នេះហើយគឺយើងទទួលបាន Oxygen OS មិនមែន Color OS ដូចនៅលើទូរស័ព្ទ version ចិនទេអញ្ចឹងសម្រាប់ទៅលើការ set up យើង set up process ដូចធម្មតាអញ្ចឹងប៉ុន្តែដើម្បីឲ្យអាចប្រើប្រាស់មុខងារទូទៅបានជាទូទៅគឺយើង set up ជំរើសនៅ region របស់យើង Cambodia តែម្ដងដោយសារយើងងាយស្រួលក្នុងការប្រើប្រាស់ access ទៅលើ app អីផ្សេងឲ្យវាត្រូវជាមួយនឹងប្រទេសយើងហើយមួយវិញទៀតគឺយើងអាច skip ចំណុចនេះបានហើយពាក់ព័ន្ធជាមួយនឹងការ set up Wi-Fi គឺយើងត្រូវ skip ដើម្បីចំណេញពេលវេលាអញ្ចឹងយើង skip គ្រប់យ៉ាងទាំងអស់នៅលើ set up page ហ្នឹងកន្លែងណាដែល skip បានគឺយើង skip ទៅកុំចំណាយពេលច្រើនជាមួយវាដោយសារ Wi-Fi ឬក៏ផ្នែកផ្សេងគឺយើង set up នៅពេលក្រោយបានទេអញ្ចឹងគឺងាយស្រួលទេហើយសម្រាប់នៅក្នុងនេះគឺយើងអាចជ្រើសរើសជម្រើសពណ៌ជាប្រភេទ standard ឬក៏
natural អញ្ចឹងជាធម្មតាខ្ញុំយក standard ដោយសារតែវាមានជំនឿពណ៌ color រៀងស្រាលស្រទន់ជាងហើយវាណាមួយវាងាយស្រួលសម្រាប់ភ្នែកយើងកុំឲ្យភ្នែកយើងផ្ដោតតែទៅលើការមើលអ្វីដែលជាពណ៌ដិតហើយយើងមានចំណុចអគតិជាមួយហ្នឹងការមើលទៅលើវត្ថុដែលមានពណ៌បែបស្រាលស្រទន់អញ្ចឹងហើយគឺយើងប្រើជំនឿហ្នឹងអញ្ចឹងគឺយើង set up ទូទៅធម្មតា let's go process បាទចូលមកដល់ home page តែម្ដងអញ្ចឹងសម្រាប់ទៅលើការប្រើប្រាស់ global firmware នេះសម្រាប់កម្មវិធីអីផ្សេងគឺយើងមើលឃើញថាគឺដូច global version អញ្ចឹងគឺអត់មានកម្មវិធីដំឡើងក្រៅអីច្រើនទេនៅក្នុងនោះគឺយើងឃើញតែមានកម្មវិធីដំឡើងក្រៅតែប្រមាណទេដូចជា Amazon Facebook Instagram LinkedIn ជាមួយនឹង Netflix គឺវាមាន built in មកជាមួយនឹងម៉ាស៊ីនតែម្ដងប៉ុន្តែកម្មវិធីទាំងអស់ហ្នឹងគឺយើងអាចធ្វើការ uninstall វាចោលបានបើសិនជាយើងអត់ត្រូវការអញ្ចឹងនេះស្រួលមែនតើ app ណាអត់ត្រូវការយើងអាច install ចោលទៅដូចខ្ញុំអញ្ចឹងជាធម្មតាខ្ញុំអត់សូវដែរប្រើ Netflix អីប្រហែលទេអញ្ចឹងគឺខ្ញុំអាចដកវាចោលបានហើយឃើញអត់អញ្ចឹងគឺយើងអាចទិញ app អីផ្សេងហើយការ customize ទៅលើ Oxygen OS 16គឺពិតជាងាយស្រួលមែនតើហើយ smooth មែនតើម៉ាស៊ីននេះហើយចំណុចដែលខ្ញុំចាប់ដើមមុនគេជាមួយនឹងការ set up Oxygen OS 16ឬក៏ Color OS 16គឺ Swap Animation Beta នេះនៅពេលដែលយើងធ្វើការអូថយក្រោយបងប្អូនឃើញផ្ទាំងនេះអត់អញ្ចឹងបើសិនជាយើងបិទអញ្ចេះគឺអត់ចេញមកប៉ុន្តែនៅពេលដែលយើងបើកមុខងារ Swap Animation ហ្នឹងគឺវាចេញបែបនេះលើមែនទេ perfect អញ្ចឹងទាំងផ្ទៃ setting និងអីផ្សេងគឺដូចគ្នាជាមួយនឹង global version បែបបិទគ្រាន់តែនៅក្នុងចំណុច mobile network នេះនៅពេលដែលយើងចូលមកយើងឃើញពាក្យថា eSIM off ប៉ុន្តែនៅពេលដែលយើងបើកហើយក៏ដោយក៏វាអត់អាចប្រើប្រាស់នៅ eSIM បានដែរដោយសារតែប្រភេទទូរស័ព្ទ global firmware បែបនេះគឺអត់មាន hardware eSIM នៅក្នុងម៉ាស៊ីនទេអញ្ចឹងទោះបីជាបើកឬក៏បិទក៏យើងនៅតែអត់អាចប្រើ eSIM បានដូចគ្នាដូច្នេះជម្រើសរបស់យើងគឺបានតែទៅលើការប្រើប្រាស់ SIM card nano SIM 2ជាប់គ្នាតែប៉ុណ្ណោះតែប៉ុណ្្នឹងឯងអញ្ចឹងគឺយើងអាចថែម memory card ហើយក៏អាចប្រើប្រាស់ eSIM បានដែរប៉ុន្តែទៅលើចំណុចផ្សេង performance ទូទៅគឺឃើញថា perfect smooth សាហាវមែនតើអញ្ចឹងនៅពេលដែលយើងបើកម៉ាស៊ីនមកព្រាមគឺយើងទទួលបាន Oxygen OS 16.0.1 ប៉ុន្តែឥឡូវនេះបើសិនជាយើង update ដូចជាបាន 16.0.3 ហើយសម្រាប់ global firmware នេះនៅពេលដែលយើង flash បានត្រឹមត្រូវដូចជា direct ពីចិនមកដែលគេ flash official firmware តែម្ដងគឺយើងអាចធ្វើការ update OTA បានអញ្ចឹងជាក់ស្ដែងទៅបើសិនជាយើងធ្វើការ connect ទៅកាន់ Wi-Fi ឥឡូវឧទាហរណ៍ថាខ្ញុំ connect ទៅកាន់ Wi-Fi តែម្ដងអូខេអញ្ចឹងនៅពេលដែលយើងធ្វើការ connect ទៅកាន់ Wi-Fi នៅពេលដែលមានសេវា Wi-Fi បែបហ្នឹងហើយអញ្ចឹងបងប្អូនអាចសាកចូលមើលថាតើ Oxygen OS អាច update version បានដែរឬក៏អត់អញ្ចឹងបើសិនជាកន្លែងហ្នឹងមាន load software update មកមានន័យថាគឺយើងអាច download update បានហើយអញ្ចឹងសាកចុច download មើលនេះបងប្អូនឃើញអត់ថាវាពិតជាអាចធ្វើការ download OTA update បានមែនអញ្ចឹងមានន័យថានេះគឺជាម៉ាស៊ីន official firmware វាជាប្រភេទ China version ប៉ុន្តែវាត្រូវបាន flash ដោយ Oxygen OS ត្រឹមត្រូវតែម្ដងអូខេអញ្ចឹងគឺវីដេអូហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាវាជាបទពិសោធន៍មួយសម្រាប់បងប្អូនទាំងអស់គ្នានៅក្នុងការស្វែងយល់បន្ថែមអំពីទូរស័ព្ទ global version ឬក៏ global firmware ដោយសារតែការប្រើប្រាស់នៅ global firmware គឺវាចំណេញលុយយើងមួយផងហើយជាមួយនឹងបាន accessory បន្ថែមដូចជាឆ្នាំងសាកក៏ដូចជា case ទូរស័ព្ទមកជាមួយហើយយើងអាចធ្វើការ update OTA បានដូចទៅនឹង global version ដែរអញ្ចឹងគឺវាអត់មានបញ្ហាសម្រាប់លើការប្រើប្រាស់របស់យើងទេអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអរគុណ